Chân mình toàn dồn prom ao BYD sang song rong chặt nợ mịch xây tế bà rõm bà cháy vị chia lịch liệt đà Amerik. ប្រទេសចិនកំពុងពន្យាពេលការយល់ព្រមឲ្យ BYD សាងសង់រោងចក្រនៅប្រទេសមិចស៊ិកដោយសារការព្រួយបារម្ភបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD អាចលេចធ្លាយដល់សហរដ្ឋអាមេរិកនេះបើតាមកាសែត Financial Times រាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្ដីប្រភពមនុស្សពីរនាក់ក្រុមហ៊ុន BYD បានឈានជើងចូលប្រឡូកក្នុងទីផ្សាររថយន្តអគ្គិសនីនៅប្រទេសមិចស៊ិករួចរាល់ហើយប៉ុន្តែក្រុមហ៊ុនមិនទាន់មានរោងចក្រនៅទីនោះនៅឡើយទេនាយកប្រតិបត្តិក្រុមហ៊ុន BYD អាមេរិកាលោកស្រី Stella Lee បានលើកឡើងថាកំពុងស្វែងរកទីតាំងមួយដ៏ល្អសមរម្យនៅប្រទេសមិចស៊ិកសាងសង់រោងចក្រដើម្បីបង្កើនចំណែកទីផ្សារនៅក្នុងស្រុកនេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters លោកស្រីបាននិយាយថា BYD កំពុងស្វែងរកដីនៅតំបន់កណ្ដាលនិងភាគខាងត្បូងជាជាងភាគខាងជើងមិចស៊ិកដែលនៅជិតព្រំដែនសហរដ្ឋអាមេរិកព្រោះថាថ្លៃដឹកជញ្ជូនដើម្បីទៅដល់អ្នកប្រើប្រាស់មានតម្លៃថ្លៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់មហាយៈចិន BYD បានពង្រីកវិសេសវិសាលគួរឲ្យភ្ញាក់ផ្អើលនៅប៉ុន្មានឆ្នាំនេះតាមរយៈការបង្កើនសមត្ថភាពនិងចំនួនបុគ្គលិកដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួនឲ្យវាតដាច់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេនៅពិភពលោក Tesla ដែលមានការគ្រប់គ្រងពីការលក់នៅក្នុងស្រុកដ៏រឹងមាំនិងប៉ុន្មានខែចុងក្រោយនេះបានជួយឲ្យក្រុមហ៊ុន BYD កំពុងឈានទៅសម្រេចគោលដៅលក់រថយន្តឲ្យបាន4លានគ្រឿងដែលអាចច្រើនជាងបរិមាណលក់របស់ក្រុមហ៊ុន Honda និងក្រុមហ៊ុន Ford ជាក់ស្ដែងនៅក្នុងរយៈពេល11ខែឆ្នាំ2024កន្លងទៅក្រុមហ៊ុនអាចលក់រថយន្តបានរហូតដល់ជាង3លាន7សែនគ្រឿង